បាតុភូតតារាសាស្ត្រអស្ចារ្យចំថ្ងៃអារ៉ាហ្វាស់ដោយព្រះអាទិត្យនឹងស្ថិតចំពីលើកាបាចង់ឲ្យអាហារមានរសជាតិឆ្ងាញ់និងគ្រួសារមានសុភមង្គលត្រូវជ្រើសរើសប៊ីចេងសញ្ញាចុងភៅកាន់វែកប៊ីចេងសញ្ញាចុងភៅកាន់វែកគឺជាជម្រើសដ៏ល្អសម្រាប់ស្ត្រីមេផ្ទះគ្រប់រូបទំនាក់ទំនងជាវតាមរយៈលេខទូរស័ព្ទ097 51 94 924និង092 78 56 85បាតុភូតតារាសាស្ត្រដ៏កម្រមួយនឹងកើតឡើងនៅលើមេឃទីក្រុងម៉ាកាសប្រទេសអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ2026នេះដោយសារព្រះអាទិត្យនឹងស្ថិតនៅចំពីលើកាហ្វេស្របពេលនឹងថ្ងៃអារ៉ាហ្វាស់ដែលជាថ្ងៃដ៏សំខាន់បំផុតមួយក្នុងពិធីបុណ្យហាជីតាមការប៉ាន់ស្មានរបស់អ្នកជំនាញផ្នែកតារាសាស្ត្របាតុភូតនេះនឹងកើតឡើងនៅថ្ងៃ27ខែឧសភាឆ្នាំ2026ត្រូវនឹងថ្ងៃទី9ខែហ្ស៊ុលហ៊ីជាឆ្នាំ1447ហ៊ីជ្រីយ៉ាខណៈព្រះអាទិត្យនឹងស្ថិតនៅចំគម្ពីរលើអាកាសនាពេលថ្ងៃត្រង់ក្នុងមុំជិត90ដឺក្រេដែលធ្វើឲ្យស្រមោលនៅជុំវិញវិហារធំអាល់ហារ៉មបាត់អស់មួយរយៈខ្លីអ្នកជំនាញបានបញ្ជាក់ថាបាតុភូតព្រះអាទិត្យស្ថិតចំលើកាប៉ាស់នេះកើតឡើង2ដងជារៀងរាល់ឆ្នាំដោយសារទីតាំងភូមិសាស្ត្ររបស់ទីក្រុងម៉ាកាសស្ថិតនៅលើរយៈទទឹងប្រមាណ 21.4 ដឺក្រេខាងជើងនិងចលនារបស់ព្រះអាទិត្យរវាងខ្សែអេក្វាទ័រនិងតំបន់ត្រូពិកប៉ុន្តែអ្វីដែលធ្វើឲ្យឆ្នាំនេះកាន់តែពិសេសគឺការចំគ្នារវាងបាតុភូតតារាសាស្ត្រនេះត្រូវនឹងថ្ងៃអារ៉ាហ្វាស់ដែលមិនបានកើតឡើងអស់រយៈពេល33ឆ្នាំមកហើយចាប់តាំងពីឆ្នាំ1993មកក្រុមអ្នកតារាសាស្ត្របានពន្យល់ថាការចំគ្នាដ៏កម្រនេះកើតឡើងដោយសារប្រតិទិនអ៊ីស្លាមប្រើច័ន្ទគតិដែលមានចំនួនថ្ងៃខ្លីជាងប្រតិទិនសូរ្យគតិធ្វើឲ្យការបរិច្ឆេទផ្លាស់ទីជាបន្តបន្ទាប់រហូតដល់វិលមកចំគ្នាវិញប្រមាណរៀងរាល់33ឆ្នាំម្ដងក្រៅពីសារៈសំខាន់ផ្នែកសាសនាបាតុភូតនេះក៏មានសារៈសំខាន់ផ្នែកវិទ្យាសាស្ត្រផងដែរដោយប្រជាជនមូស្លីមនៅជុំវិញពិភពលោកអាចប្រើពេលវេលានេះដើម្បីកំណត់ទិសគីប៉ាឡាត់បានយ៉ាងត្រឹមត្រូវតាមរយៈការសង្កេតទិសព្រះអាទិត្យនៅពេលស្ថិតចំពីលើកាប៉ាស់នោះអ្នកជំនាញបានពិពណ៌នាផងដែរថានេះគឺជាបាតុភូតដ៏អស្ចារ្យមួយដែលបង្ហាញពីភាពត្រឹមត្រូវនៃចលនាផ្កាយនិងភ្ជាប់ជាមួយនឹងអត្ថន័យសាសនាដ៏ជ្រាលជ្រៅក្នុងចិត្តសាសនិកមូស្លីមទូទាំងពិភពលោក